chấm rệp số mong cầu rồi đầu bát sai bàn trồi mọc đá đời trên này nhom xôm lược do có thiên bạt muối sau đây thì trường ngư bát sai thống một chấm rệp mong cầu chỉ phải xét cứ miền đa về đa là miền cồn tôi tuổi trường ngư bát sai thống cứ chỉ trường ngư lần đằng hai mùiประเภทได้บังกอลายโดยตัวปูไวรัสชีประเภทอินฟลูเอนซ่าไวรัสประเภท A หนึ่ง B trường ngưบาไซทม VI จำลองปีมนุษย์เนี่ยตัวมนุษย์เนี่ยติดตามระยะการดีเจอ้อหรือกันได้ในตัวมุกนี้หรือก็ตามวัตถุได้มีโรคโดยจีสมบ้าหรือก็ตึกมวดกับในtrường ngưชีได้trường ngưบาไซทมtrường ngưโควิดtrường ngư RSV ជាទូទៅtrường ngưនេះស្តៀងគ្នាប៉ុន្តែវាមានបញ្ហាខុសគ្នាត្រង់ថាជំងឺផ្ដាសាយធំធ្ងន់ជាង COVID ហើយធ្ងន់ជាង RSV ប៉ុន្តែ RSV មានសភាពហត់ហើយមានលក្ខណៈពីហើមតងសួតដូចជាមានសញ្ញាជា wheezing ជាដើមប៉ុន្តែជំងឺផ្ដាសាយធំលើសពីនឹងផងវាមានក្តៅខ្លាំងមានឈឺបំពង់កអាចមានឈឺសាច់ដុំឈឺឆ្អឹងអាចមានសភាពអស់កម្លាំងក្នុងករណីខ្លះជាពិសេសនៅលើកូនក្មេងទូចមិនញ៉ាំអាហាររហូតដល់អាចមានសភាពរាគក៏មានជំងឺផ្ដាសាយធំនេះវាបង្កឲ្យមានផលលំបាកមួយចំនួនដូចជាអាចបង្កឲ្យទៅជាមានបញ្ហាជំងឺរលាកសួតធ្ងន់ធ្ងរអាចមានបញ្ហារលាកត្រចៀកហើយបំបែកត្រចៀកហ្នឹងឬក៏មានបញ្ហារហូតដល់លាកខួរក្បាលធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិតជាទូទៅគេឃើញមានផលវិបាកទាំងអស់នេះច្រើនកើតមាននៅលើកូនក្មេងទូចជាពិសេសគឺជាង 80% គឺកូនក្មេងទាំងអស់នោះគឺអត់បានទទួលយកការចាក់វ៉ាក់សាំងទេប៉ុន្តែដើម្បីឲ្យច្បាស់ថាតើជំងឺនឹងបង្កពីផ្ដាសាយធំឬក៏ COVID ឬក៏ RSV នោះគឺចាំបាច់យើងត្រូវធ្វើតេស្តដើម្បីបញ្ជាក់ឲ្យដឹងច្បាស់ថាតើជំងឺនោះបង្កមកពីមេរោគប្រភេទណាដូច្នេះដើម្បីកាត់បន្ថយនៅហានិភ័យឬគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺផ្ដាសាយធំហ្នឹងមេដាបេដាគ្រប់រូបក៏ដូចជាបងប្អូនទាំងអស់គ្នាគប្បីត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយទី2គឺមេដាបេដាឬក៏បងប្អូនទាំងអស់គ្នាត្រូវមានវិធានអនាម័យដោយរស់នៅស្អាតជាពិសេសគឺលាងដៃឲ្យបានជាប់ជាប្រចាំឲ្យបានញឹកញាប់ទី2គឺនៅឃ្លាតឆ្ងាយពីអ្នកដែលមានជំងឺផ្ដាសាយទី3គឺជៀសវាងការក្អកកណ្ដាស់នៅទុកមុខគ្នាដោយក្អកដែលមានការខ្ទប់មាត់និងបោះចោលកាកសំណល់ឲ្យបានត្រឹមត្រូវទៅក្នុងធុងសម្រាមទី4គឺសម្អាតរាល់សម្ភារៈប្រើប្រាស់ទាំងអស់ជាផ្ទៃឬក៏បោះប្រើប្រាស់របស់កូនក្មេងហ្នឹងឲ្យស្អាតដោយមានការដោយសាប៊ូឬក៏សម្រាប់មេរោគផលប្រយោជន៍ដែលទទួលបានពីការចាក់វ៉ាក់សាំងដើម្បីការពារជំងឺផ្ដាសាយហ្នឹងគឺកាត់បន្ថយភាពធ្ងន់ធ្ងរបាន 40 ទៅ 60% ជៀសវាងកាត់បន្ថយនៅផលវិបាកដែលបង្កឡើងដោយជំងឺផ្ដាសាយនិងកាត់បន្ថយចំនួននៃការដេកពេទ្យដែលបង្កឡើងដោយជំងឺផ្ដាសាយហ្នឹងចំពោះអាយុកូនក្មេងដែលអាចទទួលយកវ៉ាក់សាំងជាលើកដំបូងបានគឺចាប់ពីអាយុ6ខែឡើងទៅហើយដោយអាយុ6ខែទៅ9ឆ្នាំហ្នឹងគឺយើងចាក់2ដងជាលើកដំបូងចាក់លើកទី1ហើយម្លងទៅលើកទី2ហ្នឹងគឺរយៈពេល4អាទិត្យបន្ទាប់មកគឺចាក់ម្លងមួយឆ្នាំម្ដងជារៀងរាល់ឆ្នាំ